សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានព័ត៌មានខ្លះៗមកជម្រាបជូនបងប្អូនទាំងអស់គ្នាទាក់ទងមួយនឹងការធ្វើដំណើរទៅកាន់ប្រទេសថៃចាប់ពីថ្ងៃទី1ខែឧសភានេះតទៅសម្រាប់ជនបរទេសទាំងអស់ដែលធ្វើដំណើរចូលទៅកាន់ប្រទេសថៃនឹងតម្រូវឲ្យធ្វើ Thailand Digital Arrival Card ឬមួយអ្នកទាំងអស់គ្នាអាចហៅកាត់ថា TDAC នៅក្នុងវីដេអូនេះនាងខ្ញុំនឹងមកចែកជូននូវ tip ខ្លះៗដើម្បីឲ្យលោកអ្នកងាយស្រួលនៅក្នុងការធ្វើ Thailand Arrival Card ដោយខ្លួនឯងជាដំបូងបងប្អូនទាំងអស់គ្នាចូលទៅកាន់ពាក្យ Google ហើយវាយពាក្យថា Thailand Digital Arrival Card ហើយបងប្អូនคลิกទៅលើ website ដែលមាននៅខាងលើគេបង្អស់បន្តមកទៀតបងប្អូនคลิกទៅលើពាក្យ Arrival Card ដែល step ដំបូងបងប្អូនត្រូវបំពេញ personal information ដែលមាននៅលើ passport មានដូចជាឈ្មោះលេខ passport number nationality date of birthបងអាចដាក់ជា worker ក៏បានឬមួយក៏ student ក៏បាននឹង select ទៅលើពាក្យ gender និង country of residence នឹងចុងក្រោយគេបង្អស់បងត្រូវដាក់លេខទូរស័ព្ទបងហើយคลิกទៅលើពាក្យថា continue សម្រាប់ step បន្ទាប់នេះគឺបងត្រូវ input ជាមួយនឹង trip information ដែលបងត្រូវទៅដល់ប្រទេសថៃនៅថ្ងៃទីប្រមាណប្រទេសដែលបងត្រូវធ្វើដំណើរចេញទៅដល់ប្រទេសថៃ Purpose of travel មានច្រើនមានជា holiday meeting sport business ឬមួយក៏ជាប្រភេទ medical ជាដើមចឹងបងអាច select តែតាម purpose ដែលបងត្រូវធ្វើដំណើរទៅប្រទេសថៃនិងប្រភេទមធ្យោបាយធ្វើដំណើរដែលបងត្រូវធ្វើដំណើរអ្នកដែលគាត់ជ្រើសរើសយកពាក្យតាម A គឺគាត់ទៅ select លើពាក្យ A ហើយ mode of transportation គឺបងត្រូវ select យកពាក្យ commercial flight និងបងត្រូវ input flight number និងនេះគឺជាព័ត៌មានដែលបងត្រូវត្រឡប់មកវិញតើបងចេញពីប្រទេសថៃនៅថ្ងៃទីប្រមាណតាមមធ្យោបាយធ្វើដំណើរអ្វីនិងលេខ flight ប្រមាណដូចគ្នាបើសិនជាបងធ្វើដំណើរចូលទៅកាន់ប្រទេសថៃដោយមិនមែនជា transit បងមិនចាំបាច់ select ពាក្យ I am transit នោះទេគឺបងអាចបន្តមកពាក្យ type of accommodation in Thailand កាលនេះគឺជាព័ត៌មានដែលបងអាច input ទីកន្លែងស្នាក់នៅរបស់បងនៅប្រទេសថៃនឹងចុងក្រោយគេបង្អស់គឺបងត្រូវដាក់ឲ្យព័ត៌មានតាក់ទងមួយទីកន្លែងស្នាក់នៅរបស់បងពេញហើយនឹងចុចពាក្យ continue step ចុងក្រោយគេនេះគឺបងត្រូវ input ប្រទេសដែលបងធ្វើដំណើរមុនពេលទៅចូលទៅកាន់ប្រទេសថៃក្នុងរយៈពេល2សប្តាហ៍បើបងអត់បានអញ្ចឹងទេណាទេបងអាចដាក់ Cambodia និងចុចពាក្យ preview សម្រាប់ការ preview គឺបងអាច check all information ដែលបងបំពេញបើសិនជាត្រូវអស់ហើយគឺបងអាច select យកពាក្យថា I have read and accept ហើយបន្ទាប់មកទៀតបងចុចយកពាក្យថា agree និងចុច submit កន្លែង submit នេះគឺបងត្រូវដាក់ email ចូលផងដែរអញ្ចឹងព័ត៌មានរបស់បងនឹងត្រូវបានផ្ញើទៅ email ដែលបងបាន input និងចុចពាក្យ continue បងអាចចុចពាក្យ download ដើម្បី download យក digital arrival card របស់យើងជា file PDF ដើម្បី save ទុកហើយសូទៅឲ្យខាង immigration នៅពេលដែលបងទៅដល់ប្រទេសថៃឥឡូវនេះការធ្វើ digital arrival card គឺបានបញ្ចប់បងអាចចូលទៅក្នុង email ដើម្បីទទួលបាននៅ digital arrival card ជា PDF តែប៉ុណ្្នឹងគឺបងអាចចូលទៅក្នុងប្រទេសថៃដោយមិនមានបញ្ហាអ្វីទាំងអស់មួយវិញទៀតបើសិនជាបងទាំងអស់គ្នាចង់បានភាពងាយស្រួលជាងនេះបងទាំងអស់គ្នាគ្រាន់តែធ្វើការកក់សំបុត្រយន្តហោះជាមួយក្រុមហ៊ុនទេសចរប៉ារ៉ាម៉ាន់កូយើងខ្ញុំក្រុមការងាររបស់យើងខ្ញុំនឹងធ្វើ Thailand Arrival Card ជូនបងប្អូនទាំងអស់គ្នាភ្លាមបានតែភាពងាយស្រួលនិងសេវាកម្មល្អចាំការទៀតតាក់ទង booking សំបុត្រយន្តហោះជាមួយក្រុមហ៊ុនទេសចរប៉ារ៉ាម៉ាន់កូឥឡូវនេះ